មកភ្លក់កាទៀវភ្នំពេញតែល្បីនៅប្រទេសអាមេរិកនៅរដ្ឋ Washington ទីក្រុង Seattle បងប្អូនឃើញនេះជារូបអង្គរវត្តគឺគាត់អត់ភ្លេចអត្តសញ្ញាណខ្មែរទេគាត់គឺបើកហាងបែបមានមីកតាំងមីកាឡាមីស្អីខាងដូចខាងនេះបាត់ដំបងណាហើយដល់សួរគាត់ទៅគាត់កើតនៅនេះទេអញ្ចឹងបានន័យថាគាត់កូនខ្មែរតែកើតនៅទឹកដីអាមេរិកសូមថតមួយមីកតាំងឬសមុទ្រគេថែមសាច់គោថែមសាច់គោand then ពងទាដែរចេះខ្មែរបងចេះតិចតិចចាបងមកនេះមិនឆ្នាំហីកើតនៅនេះតាអូបងកើតនៅនេះហ៎អញ្ចឹងទស្សនភាពនៅក្នុងហាងបងប្អូនបានឃើញគឺមនុស្សច្រើនខ្លាំងមែនទែនភាគច្រើនគឺជាអាស៊ីហើយតុកភាគច្រើនគឺបងប្អូនយើងជនជាតិខ្មែរនេះដូចតុកខាងក្រោយនេះក៏សិតតែខ្មែរដែរតែដោយសារគាត់រស់នៅនេះយូរហងអីហងអញ្ចឹងទៅគឺអត់សូវចេះខ្មែរអីទេហើយនេះគេហៅថាកាទៀវបែបចិនអីចឹងណាបងប្អូននេះខ្ញុំឲ្យបានមើលមួយគឺមានបុកល្ហុងនៅហាងនេះគឺមានបុកល្ហុងបែបខ្មែរហើយនិយាយរួមមានម្ហូបបែបរបៀបលក្ខណៈមីឆាបាយឆាហើយលក្ខណៈបែបខ្មែរអីក៏ច្រើនដែរសំខាន់ខ្ញុំឆ្ងល់រឿងមានបុកល្ហុងនេះអញ្ចឹងនៅប្រទេសនេះឃើញនេះបុកល្ហុងអញ្ចឹងតម្លៃ$18.95អាហ្នឹងអត់ទាន់បូកតានៅបូកតាអីទៀតឲ្យអាចចិត្តជា$20ហើយបងប្អូនមើលទស្សនភាពនៅក្នុងហាងគាត់តែលឺមកខាងគាត់គឺល្បីខ្លាំងនៅប្រចាំទីក្រុង Seattle នេះគឺល្បីខ្លាំងមែនទែនតែដោយសារលើកមុនគាត់បានបិទ business ម្ដងហើយពីមុនគាត់បើកគឺធំខ្លាំងមែនទែនតែដោយសារគាត់មានបញ្ហានៅក្នុងគ្រួសារគាត់បន្តិចតួចអញ្ចឹងទៅណាខ្ញុំមិនចង់និយាយអីច្រើនឲ្យប៉ះពាល់គាត់ទេតែគាត់ថាអញ្ចឹងទៅក៏គាត់បិទមួយរយៈហើយក៏គាត់បើកមកវិញអញ្ចឹងរៀងទ្រង់ទ្រាយទូជាងមុនតែបើកាលពីមុនគឺទ្រង់ទ្រាយធំខ្លាំងមែនទែនដែល policy បងប្អូនដែលធ្លាប់ប្រើគឺដឹងប្រសិទ្ធភាពយ៉ាងណាហើយឥឡូវនេះផលិតរូបរាងថ្មីនៅប្រទេសកូរ៉េចង់បានស្បែកសស្អាតចេញពីខាងក្នុងកុំភ្លេចតាក់ទង page ម្ដាមដាហើយនៅសហរដ្ឋអាមេរិកនេះទម្លាប់បងប្អូនដែលញ៉ាំម្ហូបសល់អីចឹងគេមានប្រអប់ទូចៗអីដាក់សម្រាប់ខ្ចប់ទៅផ្ទះវិញបានអញ្ចឹងគេអត់មានថាខ្មាស់អៀនញ៉ាំហើយខ្ចប់អីអត់ទេគឺភាគច្រើនគេខ្ចប់ញ៉ាំអត់គេបនឲ្យតែយើងនឹងខ្ចប់ផងពួកអីគេអត់ចង់ឲ្យខ្ជះខ្ជាយអីចឹងណាអញ្ចឹងបងប្អូនឃើញស្រាប់ហើយនេះហើយម្ហូបមីកតាំងមីកាឡាអីចឹងទៅហើយពួកគាត់ក៏ចេះចិនណាគាត់ចេះចិនគុកងឺចិនកជីវចិនកតាំងហើយចេះខ្មែរទៀតហើយអង់គ្លេសមិនបាច់រាប់ទេដោយសារគាត់កើតនៅទីនេះផ្ទាល់តែម្ដងហើយឃើញបងប្អូននេះម្ហូបមីខ្ញុំនេះគឺមានគ្រប់មុខតែម្ដងមានប្រហិតមានស្អីគេខ្លះនេះខ្ញុំរៀបរាប់ចង់នេះអស់ហើយនេះមានបកាមានសាច់គោមានពងទាមានមឹកមានអីអូគឺមានគ្រប់មុខច្រើនមែនទែនហើយមួយចានញ៉ាំឡើងចង់ហល់ញ៉ាំឡើងច្រើនមែនទែនណាញ៉ាំអត់ចង់អស់ហើយបងប្អូនឃើញមាន lobster ទៀតហើយមានផ្សិតមានអីអូគឺមានគ្រប់មុខតែម្ដងគេហៅថាអានេះគឺហៅ10 in 1ហើយអញ្ចឹងដឹងស្រាប់ហើយឲ្យតែខ្មែរយើងបើក restaurant អីអញ្ចឹងបងប្អូនដែលរស់នៅទឹកដីអាមេរិកភាគច្រើនគាត់ទៅគ្រប់គ្រងខ្មែរគ្នាឯងអីចឹងទៅអញ្ចឹងបងប្អូនណាដែលមកលេងមកអីចឹងទៅក៏កុំភ្លេចចង់សាកកាទៀវភ្នំពេញរបស់គាត់ក៏មកទៅនេះគឺនេះជាវីដេអូដែលខ្ញុំបង្ហាញផ្លូវគាត់ចឹងណាហើយនៅនេះរៀងអាស៊ីច្រើនសិតតែចិនសិតតែអីតែតាមផ្លូវហ្នឹងក៏រៀងមានអារម្មណ៍ថារៀងឆ្អេះទឹកនោមតិចតួចហើយនេះបងប្អូនអាចមើលតម្លៃនៅក្នុងការញ៉ាំរបស់ពួកខ្ញុំ 4-5 នាក់ហ្នឹងគឺប៉ុណ្្នឹងឯងអរគុណសម្រាប់ការទស្សនា vlog នេះជួបគ្នា vlog ក្រោយណាអរគុណបាយបាយ